ទឹកសមុទ្រមានរសជាតិប្រៃដោយសារតែមានជាតិសារធាតុលាយជាតិខនិកនិងអំបិលជាច្រើនដូចជាសូឌីយ៉ូមក្លូរីតជាជាតិសំខាន់បំផុតធ្វើឲ្យទឹកមានរសជាតិប្រៃម៉ាក់ញ៉េស្យូមកាល់ស្យូមកាលីញ៉ូមនិងអង់ស្ការផ្សេងៗពេលភ្លៀងធ្លាក់លើភ្នំវាលាយយកសារធាតុរ៉ែជាអំបិលពីដីនិងថ្មទឹកភ្លៀងហូរចូលទន្លេហូរចូលសមុទ្រសារធាតុទាំងនេះត្រូវបាននាំទៅសមុទ្រពេលទៅដល់ទឹកសមុទ្រកម្ដៅព្រះអាទិត្យបានបំភាយទឹកក៏បានហួតប៉ុន្តែអំបិលមិនហួតតាមទឹកនោះទេដែលធ្វើឲ្យទឹកសមុទ្រប្រៃឡើងនេះហើយជាមូលហេតុដែលធ្វើឲ្យទឹកសមុទ្រប្រៃប៉ុន្តែទឹកភ្លៀងឬទឹកទន្លេមិនប្រៃទេតើសមុទ្រមានភាពប្រៃខុសគ្នាយ៉ាងដូចម្ដេចមិនមែនសមុទ្រទាំងអស់ប្រៃស្មើគ្នាទេកម្រិតបរិមាណអំបិលត្រូវវះជាផ្នែកក្នុង 1000 ឬ parts per thousand អំបិលគិតជាក្រាមក្នុង1គីឡូក្រាមនៃទឹកឬ grams of salt per kilogram of water ទឹកសមុទ្រប្រៃអាស្រ័យលើបរិមាណភ្លៀងនិងទឹកភ្លៀងហូរចូលការហួតទឹកដោយព្រះអាទិត្យកន្លែងភ្ជាប់នឹងទន្លេឬគ្មានទន្លេចូលសមុទ្រដែលប្រៃជាងគេបឹង Dead Sea ឬបឹងស្លាប់គឺជាបឹងធម្មជាតិដែលមានជាតិប្រៃខ្ពស់បំផុតនៅលើពិភពលោកវាស្ថិតនៅចន្លោះប្រទេស Jordan និងអ៊ីស្រាអែលនៅតំបន់មជ្ឈមបូព៌ា Dead Sea មានទីតាំងនៅចន្លោះប្រទេស Jordan និងអ៊ីស្រាអែលកម្ពស់ប្រហែល430ម៉ែត្រទាបជាងផ្ទៃសមុទ្រជាទីតាំងទាបបំផុតលើផែនដីមានជម្រៅប្រហែល304ម៉ែត្រហើយកម្រិតជាតិប្រៃប្រមាណ340% ក្នុង 10000 មានកម្រិតជាតិប្រៃប្រហែល10ដងខ្ពស់ជាងសមុទ្រធម្មតាហេតុអ្វីបានជាបឹង Dead Sea ប្រៃខ្លាំងបែបនេះ 1. គ្មានទន្លេចេញទឹកទាំងអស់ដែលហូរចូល Dead Sea មកពីទន្លេ Jordan មិនអាចហូរចេញវិញបានទេការហួតខ្លាំងព្រះអាទិត្យក្តៅខ្លាំងធ្វើឲ្យទឹកហួតយ៉ាងច្រើនប៉ុន្តែជាតិអំបិលនៅសល់ 3. ការប្រមូលសារធាតុរ៉ែរយៈពេលរាប់ពាន់ឆ្នាំអំបិលនិងរ៉ែច្រើនត្រូវបានប្រមូលផ្ដុំក្នុងបឹងលក្ខណៈពិសេសមនុស្សអាចអណ្ដែតលើទឹកដោយមិនលង់ដោយសារតែទឹកមានដង់ស៊ីតេខ្ពស់ជាតិអំបិលនិងរ៉ែដូចជាម៉ាក់ញ៉េស្យូមកាល់ស្យូមកាលីញ៉ូមនិងអង់ស្ការផ្សេងៗមានប្រយោជន៍សម្រាប់ស្បែកនិងការព្យាបាលជំងឺស្បែកខ្លះទឹកនិងសាច់នៅទីនោះត្រូវប្រើសម្រាប់ផលិតផលសម្អាងនិងថ្នាំព្យាបាល